នរណាមិនឈឺចាប់ធ្វើការសន្តិសុខ19ថ្ងៃគេបើកលុយឲ្យ$20ខ្ញុំមកចង់បានអីទេបងខ្ញុំចង់បានតែលុយដែលខ្ញុំខំធ្វើការប្រហែលថ្ងៃហ្នឹងមកបានទៅផ្ទះចូលឆ្នាំខ្ញុំចង់បានលុយខ្ញុំសល់ប្រហែល$89មកវិញទេបងលោករ៉េតវ៉ាឌីមានតួនាទីជាសន្តិសុខបាទសំណោះណាស់ឪពុកគេឪពុកយើងបងគេបងយើងបងប្រុសម្នាក់នេះគាត់ធ្វើការនៅក្រុមហ៊ុនសន្តិសុខមួយឈ្មោះថាសុវត្ថិភាព Security Service ឯកហើយគាត់ធ្វើការឲ្យក្រុមហ៊ុនហ្នឹងបាន19ថ្ងៃដោយកិច្ចសន្យាការងាររបស់គាត់ហ្នឹងគឺគាត់ទទួលបានប្រាក់កម្រៃ$6ក្នុងមួយថ្ងៃអញ្ចឹង19ថ្ងៃត្រូវជា$114គាត់ធ្វើការហ្នឹងទាំងថ្ងៃចូលឆ្នាំទៀតអត់បានទៅស្រុកកំណើតទេស្រុកកំណើតគាត់នៅខេត្តបាត់ដំបងដោយសារតែគាត់ត្រូវការប្រាក់បានដើម្បីផ្គត់ផ្គង់គ្រួសារហើយគាត់ទៅយាមផ្ទះផុសចិនមួយហ្នឹងចិនគេសន្យាថាគេឲ្យគាត់មួយថ្ងៃ$5ទៀតប្រហែលជាបន្ថែមពីលើប្រាក់ដែលគាត់ទទួលបានពីក្រុមហ៊ុនមួយថ្ងៃ$6ណាសារគាត់ធ្វើការគាត់យាមផ្ទះគេថ្ងៃចូលឆ្នាំឥឡូវនេះគាត់ត្រូវបានក្រុមហ៊ុនរបស់គាត់បណ្ដេញចោលដោយតាមការបញ្យល់របស់ក្រុមហ៊ុនហ្នឹងគេចោទគាត់ថាគាត់ប្រើប្រាស់គ្រឿងញៀនហើយប្រើប្រាស់ទូរស័ព្ទខុសច្បាប់ធ្វើអំពើមួយចំនួនអញ្ចឹងអានឹងជាហេតុផលរបស់ក្រុមហ៊ុនដូច្នេះគេឲ្យ$20ហ្នឹងដោយសារតែគេអាណិតគាត់អញ្ចឹងប៉ុន្តែតាមការអានរបស់គាត់ក្រុមហ៊ុនត្រូវជាពាក់គាត់$89ទៀតដោយសារគេបើកឲ្យគាត់តែ$20ទេ19ថ្ងៃបើកឲ្យ$20មួយថ្ងៃ$1ណាអញ្ចឹងយើងវិភាគសាររឿងនេះពីជ្រុងមួយនៃសេដ្ឋកិច្ចទៅដោយសារតែខ្ញុំជាកម្មករអញ្ចឹងខ្ញុំវិភាគសាររឿងនេះពីទស្សនៈរបស់កម្មករនៅក្នុងរបបសេដ្ឋកិច្ចបែបមូលធននិយមរាល់ការសម្រេចចិត្តទាំងអស់គឺស្ថិតនៅលើតកែក្រុមហ៊ុននោះទោះជាមានបុគ្គលិកប្រមាណអ្នកក៏ដោយមាន5អ្នកក៏ដោយមាន10អ្នកក៏ដោយមាន100អ្នកក៏ដោយមាន1000អ្នកក៏ដោយមានបុគ្គលិក10000អ្នក100,000អ្នកក្រុមហ៊ុនខ្លះមានបុគ្គលិកដល់1លានអ្នកអស់រាល់ការសម្រេចចិត្តគឺធ្វើឡើងដោយមនុស្សតែមួយក្រុមទេមនុស្សមួយក្រុមហ្នឹងហៅថានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហៅ Board of Directors ជាទូទៅមានគ្នាប្រហែលជា10ទៅ15នាក់ហើយពួកគេទាំងអស់នោះរួមមាននាយកប្រតិបត្តិរបស់ក្រុមហ៊ុននាយកផ្នែករញ្ញវត្ថុនាយកផែនការហើយនាយកផ្សេងទៀតជាច្រើនរាល់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុនតែងតែប៉ះពាល់ដល់ជីវភាពអនាគតរបស់កម្មករនិយោជិតប៉ុន្តែរាល់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុនមិនដែលទទួលបានការយល់ព្រមឬការចូលរួមរបស់កម្មករនិយោជិតទេបុគ្គលិកទាំងអស់ដើម្បីឲ្យគេជួលយើងទៅធ្វើការយើងត្រូវតែផលិតឬក៏រលុយច្រើនជាងអ្វីដែលគេបង់ឲ្យយើងគោលបំណងនៃការបង្កើតក្រុមហ៊ុនសុវត្ថិភាពនេះមិនមែនដើម្បីសុវត្ថិភាពទេណាមិនមែនពួកគាត់ស្រឡាញ់សុវត្ថិភាពទេគឺដើម្បីបង្កើតប្រាក់ចំណេញគាត់បង្កើតក្រុមហ៊ុនសុវត្ថិភាពនេះមិនមែនដើម្បីបង្កើតការងារទេគឺដើម្បីប្រាក់ចំណេញតែម្យ៉ាងគត់បើសិនជាគាត់ខាតគាត់បិទក្រុមហ៊ុនចោលមួយរំពេចដែលឥតមានពិភាក្សាជាមួយកម្មករនយោជិតណាទាំងអស់ឥឡូវនេះគាត់សម្រេចចិត្តដេញបុគ្គលិកនេះចោលអាហ្នឹងជាហេតុផលរបស់គាត់ខ្ញុំអត់បានដឹងទេដែលដូចខ្ញុំបានប្រាប់បងប្អូនអរគ្នាអញ្ចឹងគាត់ចោទបុគ្គលិកនេះថាប្រើប្រាស់គ្រឿងញៀនប៉ុន្តែគាត់បើកលុយឲ្យគេទេគេធ្វើការឲ្យ19ថ្ងៃហ្នឹងបើកឲ្យគេតែ$20ដែលស្មើនឹង$1.000ប្រហែលសេនណាហើយជាពាក់គេ$89ទៀតគាត់នៅចាំទាអត់ឲ្យគាត់ក្រុមហ៊ុនសុកខ្មែរក្រុមហ៊ុនណាក៏ដូចតែក្រុមហ៊ុនណាដែរមួយថ្ងៃគេឲ្យយើង$6 $7ប៉ុន្តែបើឈប់វិញបើសិនយើងឈប់មួយថ្ងៃដាក់ច្បាប់សុំកន្លះខែមុនក៏ដោយឈប់មួយថ្ងៃកាត់$20ឈប់2ថ្ងៃកាត់ថ្ងៃទី2កាត់$35ឡើយឈប់តែ3ថ្ងៃអស់ប្រាក់ខែលេងក្រុមហ៊ុនសន្តិសុខនៅស្រុកខ្មែរសាហាវខូខើចឹងហើយសំណួរតើរបបសេដ្ឋកិច្ចបែបមូលធននិយមគឺជារបបសេដ្ឋកិច្ចចុងក្រោយដែលពួកនាយទុនបានរកឃើញឬក៏គួរតែមានរបបសេដ្ឋកិច្ចបែបណាមួយដែលប្រសើរជាងនេះព្រោះរបបសេដ្ឋកិច្ចបែបមូលធននិយមគឺជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យយើងមានលទ្ធិប្រជាធិបតេយ្យតែនៅក្នុងរបបនយោបាយទេនៅក្នុងរបបសេដ្ឋកិច្ចនៅណាក៏ដោយនៅអាមេរិកក៏ដោយនៅប្រទេសកម្ពុជាក៏ដោយក្រុមហ៊ុនកាន់តែធំកាន់តែផ្ដាច់ការពីព្រោះអីអត់មានការចូលរួមពីកម្មករនយោជិតទេរាល់ការសម្រេចចិត្តទាំងអស់ធ្វើឡើងដោយមនុស្សមួយក្រុមមានគ្នា10ទៅ15នាក់តែប៉ុណ្ណោះ